ជំរាបសួរខ្ញុំខានធ្វើដំណើរកំសាន្តជាមួយមិត្តភ័ក្តិមកយូរឆ្នាំដែរហើយគ្រាន់តែឮមិត្តភ័ក្តិបបួលថាតោះតែលេងសៀមរាបនិយាយពីថារំភើបមិនទាន់នឹងបានចាប់ផ្ដើមចេញដំណើរផងក៏សប្បាយមុនបាត់ទៅហើយចាអញ្ចឹងមុននឹងចេញដំណើរលាបចកជើងមួយសិនចាឥឡូវនេះកំពុងតែអង្គុយចាំមិត្តភ័ក្តិគាត់ចូលមកយកអញ្ចឹងតម្រាំតែបានចេញម៉ោង12ជាងដែរហើយនេះចេញពីភ្នំពេញទៅទម្រាំតែទៅដល់សៀមរាបដឹងតែយប់ហើយបន្ទាប់ពីធ្វើដំណើរអស់រយៈពេលយ៉ាងយូរម៉ោងពួកយើងក៏បានមកដល់ខេត្តសៀមរាបគ្រាន់តែមកដល់ទឹកដីសៀមរាបភ្លាមពួកយើងឆ្ពោះតម្រង់ទៅរកអាហារហូបតែម្ដងគឺប្រហុកអាំងលើជ្រុញចំពោះរសជាតិគឺឆ្ងាញ់ប៉ុន្តែបើនិយាយពីសម្លវិញប្រៃមែនតែនហ្មងបើសម្លចំណែកនេះគឺជាសន្តាគារដែលក្រុមសន្តាគារស្ថាននៅកងអង្គរនៅជិត Pub Street ក្នុងមួយយប់$30ហើយបន្ទប់មួយខ្ញុំកេងគ្នា4នាក់ក្រោយពីយកអីវ៉ាន់ដាក់ចូលក្នុងបន្ទប់នៅសន្តាគារ check in ហើយអស់មិនបងអង្គយូរកុំឲ្យខាតពេលយើងខ្ញុំក៏ដើរចេញមកលេង Pub Street ហើយក៏ឃើញគេលក់នំរ៉ូទីអញ្ចឹងសាកលក់រត់នំរ៉ូទីគេបន្តិចចំពោះរសជាតិនំរ៉ូទីនេះខ្ញុំមានអារម្មណ៍ថាឆ្ងាញ់ប្រហែលជាខ្ញុំទិញខុសកន្លែងហើយមិនដឹងក៏បានថតរូបលេងពីបេប៉ុសទុកមើលទុកជាអនុស្សាវរីយ៍នៃការធ្វើដំណើរកម្សាន្តលើកដំបូងមកកាន់សៀមរាបជាក្រុមរាត្រីថ្ងៃទី1នៅសៀមរាបមិនទាន់បានបញ្ចប់ទេគឺនៅវិលវងជុំតែតំបន់ Pub Street នឹងឯងគ្រាន់តែថាឥឡូវនេះម៉ោងប្រមាណជា10ហើយបងតែគិតថាគួរនាំគ្នាទៅណាបន្តទៀតគិតចុះគិតឡើងមិត្តរបស់ខ្ញុំក៏គាត់គិតឃើញថាតោះតែឃើញហើយគួរទៅណាខ្ញុំមិនដឹងថាកន្លែងហ្នឹងគេហៅអីតែមនុស្សច្រើនគេមកអង្គុយហូបអង្គុយឲ្យស្ដាប់ចម្រៀងណាហើយខ្ញុំអត់ចេះផឹកចេះអីគេមានធ្វើអីមិនអង្គុយស្ដាប់ចម្រៀងអង្គុយមើលគេហូបស្វាយចំពោះតម្លៃវិញក៏ខ្ញុំអត់ដឹងថាមួយចានគេគិតប៉ុន្មានអីប៉ុន្មានលុយតែម្នាក់ហើយបានយើងទូទាត់គ្នាតាមក្រោយអញ្ចឹងរាត្រីយប់ទី1នៅសៀមរាបបានបញ្ចប់ហើយឥឡូវមកដល់ពេលព្រឹកម្ដងថ្ងៃទី2គឺថាខ្ញុំនេះបានរៀបចំខ្លួនរួចរាល់អស់ហើយកន្លែងដែលយើងនឹងមកនៅថ្ងៃទី2នេះគឺ Chesda Cafe ហើយនៅទីនេះតម្រូវឲ្យអ្នកដែលចូលមកគឺគាត់ត្រូវទិញសំបុត្រមួយសន្លឹកមានតម្លៃ$3ហើយយើងអាចយកសំបុត្រនោះទៅប្ដូរយកភេសជ្ជៈហូបធ្លាប់តែឃើញគេ review នៅក្នុង TikTok Facebook គឺពេលដែលយើងចូលមកពិតជាស្អាតមែនសូមសរសើរអ្នករៀបចំសម្រាប់ខ្ញុំចូលចិត្តទីនេះវាមានធម្មជាតិមានដើមឈើធំមែនតែនស្អាតណាស់គេបកកាយរៀបចំមែនតែនសូមសរសើរដល់ម្ចាស់ចាអញ្ចឹងឥឡូវយើងដល់វគ្គមករកភ្លក់កាហ្វេកន្លែងគេម្ដងមិនដើរមើលទេសភាពកន្លែងគេអស់ចិត្តហើយរសជាតិឆ្ងាញ់អាចទទួលយកបានចំណាយពេលវេលានៅទីនេះអស់មួយព្រឹកធំដែរដោយសារតែទេសភាពនិងការរៀបចំរបស់គេគឺស្អាតតាក់ភ្នែកគ្មានទាស់តែម្ដងដល់ពេលបាយថ្ងៃត្រង់ទៀតហើយឥឡូវនេះគឺយើងខ្ញុំគិតគ្នាថានឹងទៅភ្លក់បាយថ្ងៃត្រង់នៅប្រដាក់ម្ដងជាពិសេសនោះគឺនំអាកោខ្ទិះនៅប្រដាក់ចានិយាយចុះនិយាយឡើងបានមកដល់ភូមិប្រដាក់ហើយនៅតាមផ្លូវអមសងខាងហ្នឹងភូមិគេស្អាតហើយគ្រប់ផ្ទះមានលក់ច្រើនមុខមាននំបញ្ចុកមានបាយមានអីច្រើនឥឡូវខ្ញុំកំពុងតែមើលដឹងថាចូលផ្ទះណាតែអ្នកច្រើនហើយមកដល់កន្លែងនេះគ្មានតាន់បានថតម្ហូបថតអីឲ្យមើលទេគឺទូរស័ព្ទអស់ថ្មសាកថ្មចោលសិន
ប៉ុន្តែម្ហូបអ្នកសៀមរាបបាននិយាយពីសម្លវិញប្រៃដល់ល្វីងហ្មងដូចសម្លកកូរដែលខ្ញុំហូបនៅប្រដាក់នេះប្រៃឡើងថាចាំហ្មងហើយដល់ហូបឡើងកើតតែសំណាងវិញបានបង្អែមនំអាខោហើយនឹងនំបាក់បិនយោងទ្រីបរបស់យើងខ្ញុំនេះគឺមិនសូវបានចូលលេងប្រាសាទទេចូលបានតែមួយទេហើយដំណើរដែលយើងកំពុងធ្វើទៅនេះគឺប្រាសាទតាព្រំថ្ងៃដែលខ្ញុំទៅនេះគឺមានមនុស្សម្នាអ្នកទេសចរមកលេងច្រើនណាត្រូវនៅថ្ងៃសៅរ៍ទី1ខែមីនាឆ្នាំ2025និយាយពីទឹកដីសៀមរាបទោះជាខ្ញុំមកប៉ុន្មានដងក៏មិនចេះចិត្តណាយដែរហើយនៅឱកាសក្រោយទៀតខ្ញុំនឹងមកម្ដងទៀតសំខាន់ឲ្យតែមានលុយឲ្យតែពេលចូលមកដល់ប្រាសាទខ្ញុំនឹកស្ងើចសរសើរដល់ស្នាដៃបុព្វបុរសដូនតាខ្មែរយើងបន្សល់នៅស្នាដៃផ្ទាំងសិលាចារឹកទុកឲ្យកូនខ្មែរចំនួនក្រោយបានសិក្សានិងស្វែងយល់ខ្ញុំគិតថាបើសិនជាគ្មានសំណង់ប្រាសាទចាស់ៗទាំងអស់នេះតើសកលលោកនឹងអាចស្គាល់ប្រទេសខ្មែរយ៉ាងបានដោយរបៀបណាដូច្នេះបើសិនជាអ្នកទាំងអស់គ្នាមានឱកាសមានលទ្ធភាពគួរតែមកមើលមកលេងប្រាសាទរបស់យើងឲ្យបានម្ដងក្នុងមួយជីវិតចាបន្ទាប់ពីខ្ញុំចេញពីប្រាសាទតាព្រំរួចខ្ញុំនឹងមិត្តភ័ក្តិចូលអុជធូបថ្វាយផ្កានៅព្រះអង្គចេកព្រះអង្គចំសំពោសុំសេចក្តីសុខអញ្ចឹងរាត្រីថ្ងៃទី2នៅសៀមរាបក៏ចូលមកដល់ទៀតហើយខ្ញុំនឹងគ្នានាំគ្នាទៅហូបអាហារពេលល្ងាចនៅ The Space ហើយតម្លៃក៏រៀងថ្លៃគួរសមដែរប៉ុន្តែសមនឹងរសជាតិគឺឆ្ងាញ់ទទួលយកបានបើសួរថាតម្លៃម៉ានអីម៉ានក្នុងមួយមុខអត់ដឹងថាតម្លៃប៉ុន្មានទេហើយខ្ញុំមកសៀមរាបលើកនេះដើរហូបអាហារច្រើនជាងអញ្ចឹងមិនសូវជាបានហើយក៏ជាយប់ចុងក្រោយនៅខេត្តសៀមរាបដែរនេះគឺជាទឹកអាឡឹកទឹកស្វាគមន៍ភ្ញៀវដែលគាត់បានហូបអាហារនៅស្ថានភាពហ្នឹងគឺគេមានអាហារពេលព្រឹកយើងអាចហូបបានមិនមែនហូប free ទេណាគឺយើងបង់លុយធម្មតាក្នុងមួយចាន 10000 រៀលគ្រប់មុខចាអញ្ចឹងបន្ទាប់ពីអាហារពេលព្រឹកហើយទៅរកកាហ្វេម្ដងគឺនិយាយរួមគឺយើងដើរភ្លក់ឲ្យគ្រប់ហាងហ្មងមិនបានគ្រប់ហាងទេគ្រាន់តែថាយើងចូលបានច្រើនកន្លែងហើយកាហ្វេនេះគឺនៅស្ថាប័នចេញដំណើរពីសៀមរាបចូលភ្លក់កាហ្វេនៅស្ថាប័នមួយសិនហើយរសជាតិសម្រាប់ខ្ញុំគឺឆ្ងាញ់ចាពេលវេលាធ្វើដំណើរកម្សាន្តរបស់ខ្ញុំនិងមិត្តភ័ក្តិក៏បានមកដល់ទីបញ្ចប់ហើយឥឡូវពួកយើងនាំគ្នាត្រឡប់ទៅផ្ទះវិញហើយសូមអរគុណសូមជម្រាបលា